okមកយើងមកមើលវិញ្ញាសាទី4ទាំងអស់គ្នាវិញ្ញាសាទី4នេះយើងមានរមាំងទី1មាន3សំណួរហើយទៀតចាំទៅមើលចម្លើយវាមានចម្លើយហើយសម្រាប់ផ្នែកសំណួរនេះអ្វីដែលចង់បដោតនោះគឺផ្នែកលំហាត់ចាប់ពីរមាំងទី2ដល់រមាំងទី6ជាងរមាំងទី2ពាក់ព័ន្ធជាមួយសមីការ3សន្តានគួរសិតបាច់ឆ្លើយយ៉ាងមកហើយរមាំងទី3ពាក់ព័ន្ធជាមួយកំហាប់ភាគរយជាម៉ាស់និងដង់ស៊ីតេហើយរមាំងទី4ពាក់ព័ន្ធជាមួយល្បឿនប្រតិកម្មរមាំងទី5ចំហេះអេស្ទែនិងរមាំងទី6គឺលំនឹងចុះឥឡូវយើងមកមើលម្ដងមួយដោះស្រាយតាមណាមើលទាំងអស់គ្នាណាផ្នែកចម្លើយយើងនេះតែយើងមានផ្នែកសំណួរគួរសិបាច់ឆ្លាស់គឺប្រភេទគីមី2ឆ្លាស់គ្នាដែលបដូរប្រូតុងគ្នាទៅវិញទៅមកហើយសំណួរទី2គឺនិយាយអំពីកាតាលីករហើយលក្ខណៈរបស់វាមាន4ដូចជានីតិលើស៊ីនេតិកបាតុភូតវិសេសភាពកាតាលីករប្រើជាទូទៅក្នុងបរិមាណតិចនិងកាតាលីករចូលរួមប្រតិកម្មហើយសំណួរលក្ខណៈកាតាលីករនេះមិនសូវមានអ្នកចាប់អារម្មណ៍ដោយសារយើងអត់សូវជួបវាតែកុំភ្លេចថាវាមាននៅក្នុងខ្លឹមសារមេរៀនអាចនឹងលេចឡើងនៅសំណួរដែរហើយចុងក្រោយគឺទី3នេះនិយាយអំពីភាពខុសគ្នារវាងសមាធាតុអ៊ីយ៉ុងនិងកូវ៉ាឡាំងចឹងទៅតែឥឡូវយើងមើលលំហាត់របស់យើងមិញរមាំងទី2ត្រាស់ចម្លើយឲ្យតែមិនសរសេរជូនទាំងអស់ទេគាត់នៅត្រាស់ថាធ្វើតាមណាទេតែមិនសរសេរចម្លើយវែងឆ្ងាយទេចឹងនេះវាមានលេខ1លេខ2លេខ3ទៅលេខ1មុនចុះលេខ1នេះគឺនិយាយពីសមីការ3សន្តានដែលកើតឡើងរវាងសូយ៉ូមសូផាតនិងសំណនីត្រាចឹងសូយ៉ូមសូផាតមុននេះសូយ៉ូមសូផាតសូយ៉ូមបឡង់1សូផាតបឡង់2អញ្ចឹងរូបមន្តរបស់សមាសធាតុនេះគឺ Na2SO4 នៅមួយសូយ៉ូមរលាយទាំងអស់ប្រតិកម្មមួយសំណនីត្រាតសំណ Pb បឡង់2នីត្រាត NO3 បឡង់1អញ្ចឹងដោះដូរគ្នាដូចគ្នាដែរនៅជាមួយនីត្រាតគឺរលាយទាំងអស់អញ្ចឹងសមីការប្រតិកម្មនេះគេហៅប្រតិកម្មជំនួសទ្វេមានន័យថាវាជួសគ្នាម្ដងម្នាក់បូកចាប់ដកចាប់បូកឬក៏អាចិតចាប់អាចិតឲ្យឆ្ងាយចាប់ឲ្យឆ្ងាយអញ្ចឹង Na ទៅចាប់មួយ NO3 វាទៅជាបាន NaNO3 វាលាយទាំងអស់ពេលចាប់គ្នាដូរបឡង់ហ្នឹងមិនមែនយកសន្ទុះនឹងមកដាក់ត្មងឲ្យស្មើទេហើយបានគេថ្លឹងសមីការ PbSO4 PB បឡង់2 SO4 ក៏បឡង់2អញ្ចឹងអំបិលនេះគឺមិនរលាយទេកាលណាគេឲ្យសេសមីការ3សន្តានបងប្អូនអាចដឹងថាបើមុខរលាយអានេះអាចរលាយដែរទេបើលាយទាំងពីរខុសប្រធាននេះសេ3សន្តានអត់ចេញទេតោះមកយើងប្របែកជាអ៊ីយ៉ុងមកពេលវាខ្លាយទៅជាអ៊ីយ៉ុងបូកប៉ុន្មានដកប៉ុន្មានគឺជាវ៉ាឡង់របស់វាអញ្ចឹង Na វ៉ាឡង់1វាចេញទៅជាសន្ទុះហ្នឹងខ្លាចជាមេគុណសន្ទុះដែលជាលេខវ៉ាឡង់ដោះដូរគ្នាណាហើយបន្ទុកបូកដកខាងលើអត់ប្រែប្រួលទេគឺវ៉ាឡង់វាមិនវានៅទៅដែរអញ្ចឹង PB 2បូក 2NO3 ដកហើយជាមេគុណ2ពីមុខនេះជាប់ទាំងអស់គ្នាគឺយើងគុណពលាតគណិតវិទ្យាអញ្ចឹងតើមកនេះអត់រលាយទេយើងកុំលឿនពេកច្រឡំប្របែកវាយើងទុកវាមកអញ្ចឹងវានៅសល់ហ្នឹងគឺជាសមីការអ៊ីយ៉ុងសម្រួលណាដែលយើងសម្រួលក្រោមគេហៅអ៊ីយ៉ុងទស្សនិកតែនេះយើងខ្លីៗទេតោះមកសំណួរទី2សេសមីការបញ្ជាក់ថាទឹកដើរតួជាអាស៊ីតនិងទឹកដើរតួជាបាសដូចជាសេគូអាស៊ីតបាសរបស់វាគូអាស៊ីតបាសទាំងពីររបស់វាហ្នឹងណាបងប្អូនអាចសេសមីការ2មានន័យថាយើងអាចសេសមីការ2ផ្សេងគ្នាឬក៏សេសមីការតែមួយក៏បានដែរព្រោះពេលយើងសេសមីការតែមួយទឹកហ្នឹងវាដើរតួ2ដងម្ដងជាអាស៊ីតម្ដងជាបាសហើយអញ្ចឹងអាចសេតែមួយក៏បានដែរគឺទឹកបូកទឹកចឹងទៅចឹងវាទៅជាH3Oបូកជាមួយ OH ដកចឹងទៅឬមានន័យថាយើងអាចទៅសរសេរសមីការ2
តែឧទាហរណ៍ថាលុយយក HCl ជាអាស៊ីតមកបូកមួយទឹកចឹងទឹកពីហ្នឹងដើរតួជាបាយព្រោះ HCl ជាអាស៊ីតចឹងវាដើរតួជាបាសវាចាប់យកប្រូតុងទៅវាបានទៅជា H3O បូកចឹងទៅបើលុយយកមកបូកជាមួយ NH3 ជាបាសអញ្ចឹងទឹកពីនេះដើរតួជាអាស៊ីតហើយខ្សោយយើងដាក់0.2ទៅអញ្ចឹងទឹកដើរតួជាអាស៊ីតបោះបង់ប្រូតុងទៅនៅសល់ OH ដកទៅអញ្ចឹងបងប្អូនសេសមីការតែមួយខាងលើក៏បានពីរខាងក្រោមក៏បានតើមកគេឲ្យសេគូរួចទៅសេគូអាស៊ីតបាសរបស់វាអញ្ចឹងយើងដឹងហើយកាលណាទឹកដើរតួជាបាសនេះរូបសេគូនេះមុនដោយសារទឹកដើរតួជាបាសនៅខាងស្ដាំចាប់យកប្រូតុងចេញអាស៊ីតខ្លះវានៅខាងឆ្វេងនិងមួយគូទៀតយើងដាក់ទឹកនៅខាងឆ្វេងមានន័យថាវាដើរតួជាអាស៊ីតហើយចឹងវាបោះបង់ប្រូតុងទៅបាន OH ដកដើរតួជាបាសលេខ3អូខេគេចង់ឲ្យយើងសរសេររូបមន្តអាស៊ីតឆ្លាស់នៃប្រភេទគីមីសំណួរនេះធ្លាប់ចេញប្រឡងដែរប្រឡងពេទ្យថ្ងៃមុននេះចឹងយើងអត់សរសេរគូទេយើងសរសេរតាមសំណួររបស់គេអញ្ចឹងរូបមន្តអាស៊ីតឆ្លាស់អញ្ចឹងមានន័យថាគេឲ្យមកនេះជាបាសហើយឧទាហរណ៍ H S ដកជាបាសនេះមានអាស៊ីតឆ្លាស់ចឹងកាលណាវាបាសវាចាប់យកប្រូតុងគឺHបូកចឹងវាបានទៅជា H2 បូកមួយដកមួយអស់ហើយបន្តទៀតគឺ2ដកចឹងវាចាប់យកដែរវាទៅជា H3PO4 ទូទាត់បន្ទុកហ្នឹងមិនមែនចំណាំទេClO2 ដកចាប់យកប្រូតុងមួយមកវាទៅជា HClO2 បូកមួយដកមួយពេលវាចាប់ទៅវាអស់ហើយដល់ពេលអានេះវិញខ្ញុំកុំឲ្យចំណាំចានេះពេលវាចាប់យកប្រូតុងមួយទៅជា NH4 បូកព្រោះខាងដើមវាបាសហ្នឹងវាអត់មានបន្ទុកផងអញ្ចឹងស៊ីសងទៅតាមជាក់ស្ដែងអញ្ចឹងនេះយើងចប់សម្រាប់រម៉ាំងទី2មួយដែលក្បាលវីដេអូលោកប្រាប់វិញ្ញាសាវិញមាន6រម៉ាំងនោះតមកចូលរម៉ាំងទី3រម៉ាំងទី3គឺគេប្រាប់សូលចុងអាស៊ីតមានដង់ស៊ីតេនិងកំហាប់ភាគរយជាម៉ាស់ចឹងកហ្នឹងគេឲ្យយើងរកកំហាប់ជាម៉ូរបស់វាចឹងកំហាប់ជាម៉ូរូបមន្តកំហាប់ជាម៉ូដែលពាក់ព័ន្ធជាមួយនឹងដង់ស៊ីតេសេស្មើនឹងសេភាគរយគុណនឹង D គុណនឹង10ចែក M ធំចឹងយើងជំនួសចូលមកអីគេសេភាគរយយើង98អត់ដូចរូបវិទ្យាទេណាយើងជំនួសចូលទាំងអស់អត់ចែកនឹង100ហើយបានយកមកជំនួសទេព្រោះក្នុងរូបមន្តមាន100ចាំទូទាត់ស៊ីសងរួចអស់ហើយគុណនឹង 1.83 ដង់ស៊ីតេហើយគុណ10ម៉ាស់ម៉ូបអាស៊ីតសូបូរិកយើងបូកទៅក៏98ដែរខ្ញុំទូទាត់អស់ទៅនៅសល់ 18.3M 18.3M ហ្នឹងគឺកំហាប់របស់អាស៊ីតសូបូរិកណាប្រធានយើងគឺជាសូលចុងអាស៊ីតសូបូរិកតបមកបើគេពង្រាវវា500ដងហើយគេចង់ដឹងថា pH ហ្នឹងស្មើប្រមាណពេលគេពង្រាវហើយ500ដងយកសូលចុងហ្នឹងទៅពង្រាវ500ដងចឹងយើងកលេចមើលគេចង់បាន pH តែជា pH ក្រោយពង្រាវចឹងវាត្រូវការកំហាប់អ៊ីយ៉ុងអ៊ីដ្រូញូមតែត្រូវតែក្រោយពង្រាវដែរតបមកយើងទៅរកកំហាប់អ៊ីយ៉ុងអ៊ីដ្រូញូមក្រោយពង្រាវមកចឹងដើម្បីបានកំហាប់អ៊ីយ៉ុងអ៊ីដ្រូញូមក្រោយពង្រាវវាតកតងមួយចំនួនពង្រាវមិញគឺ500ដងចឹងគឺលោកសរសេរសិនចុះCE នៅលើ CS ហ្នឹងគឺសំដៅលើអាក្រោយពង្រាវអញ្ចឹងបើលោកចង់រកអាក្រោយពង្រាវវាត្រូវយក CE ចែក N អញ្ចឹងបើលោកយក CE មកជាអាស៊ីតសូបូរិកគេហើយចាំយកទៅគុណ2ដើម្បីចេញអ៊ីដ្រូញូមអញ្ចឹងយើងចេញចម្លើយយើងមួយហើយគិតលេខឲ្យគិតខ្លួនឯងចុះតើមកអា CS ហ្នឹងមិនមែនទេសារនេះយើងប្រើអាស៊ីតសូបូរិកនេះអាកំហាប់នេះមិញយើងប្រើអាស៊ីតសូបូរិកប្រើអាស៊ីតសូបូរិកទេណាអញ្ចឹងបាន CS ហ្នឹងគឺអាស៊ីតសូបូរិកទេអញ្ចឹងបងប្អូនចង់បានកំហាប់អ៊ីយ៉ុងអ៊ីដ្រូញូម
ក្រោយពងរាវនេះដោយសារវាជា D acid អញ្ចឹងវាត្រូវស្មើ2ដង CS ដែលជា acid sulfuric ដែលយើងមកឃើញមិញយើងដាក់ចូលផ្លុកទៅនេះយើងដាក់ទៅនឹងមកចេញហើយយើងយកវាមកជំនួសនៅក្នុងរូបមន្ត pH ទៅនេះ pH យើងនៅខាងលើហ្នឹងជំនួសទៅរូបបញ្ចូលពីរបៀបលំហាត់ហ្នឹងធ្វើតាមណាតែមិនសរសេរជូនទាំងស្រុងទេកុំឲ្យវាយូរពេកមកវិញ្ញាសាហ្នឹងមកនឹងចប់ឲ្យសម្រាប់ប្រមាណទី3របស់ជាងប្រមាណទី4ប្រមាណទី4នេះ4ប្រតិកម្មតែមើលបន្តិច4ប្រតិកម្មយើងនេះវាពាក់ព័ន្ធមួយលាយលបាយចូលគ្នាអីហាត់នេះយ៉ាងធ្ងន់ស្បៀងបាក់ឌុបថ្មីនេះដែរជាងយើងមាន solution potassium peroxide disulfate ជាមួយនឹង potassium iodide ដាក់ឲ្យលាយជាមួយគ្នាអាមួយកែវដំបងអាហ្នឹងគេហៅ solution ដើមរបស់វាគេប្រាប់ថាវាមានមាត្រនិងកំហាប់ស្មើគ្នាមានន័យថា50 ml ដូចគ្នា 0.2 អំដូចគ្នាជាងពេលវាចាក់ចូលគ្នានេះវានៅក្នុងលបាយពេលគេចាក់ចូលគ្នានេះអ៊ីយ៉ុងដែលទៅចូលរួមប្រតិកម្មរបស់វាយើងមើលនៅក្នុងគូលេខដុកដែលគេឲ្យបើនិយាយជាទូទៅគឺអ៊ីយ៉ុងដែលជាអុកស៊ីតកខ្លាំងនិងដែលកខ្លាំងជាងយើងអាចមើលនៅក្នុងគូលេខដុកដែលគេឲ្យមកយើងយកទៅសេសមីការបានអញ្ចឹងពេលវាចាក់ចូលគ្នាលបាយនេះខ្លាចទៅជា100 ml ដែរព្រោះវាលាយចូលគ្នាក៏គេឲ្យយើងសេសមីការបងប្អូនឃើញគេឲ្យគូលេខដុកតែมันមានប៉ូតង់សេស្តង់ដាទេអត់មានយើងទៅសេមិននេះគឺយើងសេតាមលបាយប្រតិកម្មគេយកអីលេងមួយអីចឹង SPO8 វាចូលរួមចឹងពេលបងប្អូនសេសមីការគូលេខដុករបស់វាកាលណាវាចូលរួមវាត្រូវនៅខាងឆ្វេងសញ្ញាព្រួយចឹងដាក់វាខាងឆ្វេងមកព្រោះចូលរួមមិនមែនតែនៅខាងស្ដាំទេខាងស្ដាំក៏កើតចឹងយើងថ្លឹងវាចឹងទៅតមកមួយទៀត E ដកចូលរួមចឹង E ដកចូលរួម E ដកទៅនៅខាងឆ្វេងក៏កើតគឺគូរបស់វា either ហ្នឹងតែមកយើងសរុបទៅយើងបានសមីការតយកាយសរុបក្លាសមីការហ្នឹង SPO8 2ដក 2E ដកទៅជា2 SO4 2ដកនិង E either នឹងចប់ផ្នែកសមីការនៅសំណួរកហ្នឹងគេឲ្យយើងសេតែសមីការហ្នឹងខគេចង់ឲ្យយើងទៅកណនាល្បឿនបំបត្តិ SPO8 2ដកនៅខណៈតេនៅចន្លោះតេ0និង125វិនាទីនិយាយរឿងល្បឿនតើយើងដឹងថារូបមន្តល្បឿនស្មើអីអញ្ចឹងពេលនេះ SPO8 2ដកគេនិយាយ SPO8 2ដកជាអង្គធាតុប្រតិករអញ្ចឹងយើងឃើញគេប្រើពាក្យល្បឿនបំបត្តិអត់អាចហៅល្បឿនកំណកើតទេកាលណានិយាយពីល្បឿនភាគបាញ់គេដឹងតែរយៈពេលគ្រាន់តែຂະຫນាតវាអាចវិនាទីឬម៉ោងមើលតាមប្រធានគេឲ្យបដូរបើអត់រក្សាទុកដដែលតមកកំហាប់របស់វានេះមិនមែនតែសេអក្សរ R ដូចមេរៀនទៀតទេណាកា R គេមេរៀនហ្នឹងគេតាំងវាជា reactant គឺអង្គធាតុប្រតិករដល់ពេលក្នុងលំហាត់ជាក់ស្ដែងជាអីយើងយកអាហ្នឹងមកដាក់មកគេប្រាប់ថានៅតេ125 SPO8 2ដកហ្នឹង SPO8 ហ្នឹងចូលរួមអស់ហើយគេនិយាយ solution រួមវាគឺ potassium peroxide disulfate ពាក្យថាចូលរួមអស់មានន័យថាមិនមាននៅសល់ទេអញ្ចឹងគឺកំហាប់របស់វាស្មើ0តែយើងអត់ទាន់មានអាកំហាប់នៅតេស្មើ0នោះមានន័យថាមិញយើងស្គាល់អាតេ125វិនាទីនេះត្រូវនឹងកំហាប់ SPO8 2ដកនេះស្មើ0ព្រោះវាចូលអស់ដល់ពេលអាតេ0នេះតេ0មិនមែនកំហាប់ដើមទេណាកំហាប់ដើមគឺកំហាប់មិនទាន់ចូលរួមប្រតិកម្មតេ0គឺកំហាប់ឲ្យគេចាក់វាលាយឲ្យប្រតិកម្មហើយយើងចង់ទៅរកវានៅកំហាប់តេ0ត្រូវយកចំនួនម៉ូរបស់វាចែកជាមួយវេលបាយអញ្ចឹងវេលបាយយើងដឹងហើយមិញវាលាយចូលគ្នាបាន100 មីលីលីត្រតែម៉ូយើងរកតាមសេគុណនឹងវេទៅបានហើយយកចំនួនទៅចេញចម្លើយល្បឿនប្រតិកម្មហ្នឹងហើយចឹងមិនមែនគ្រាន់តែជំនួសលេខទេណានេះវែងបន្តិចបាក់ឌុបឆ្នាំមុនវែងជាងហ្នឹងទៀតគេសួរកំហាប់នៅសល់អីទៀតបានយកទៅកណនាល្បឿនអានេះអត់មាន
xua rồi nó soi thế bộ cái bẹp là tê mà rồi phải prắng với châu rụm ở đây trong việc mình ấy nó soi gì nó chọc sẽ mẹ và mang thì buồn lấy hay giờ từ riêng sẽ chùm lại con ấy mưa cùng ru để dân thọ bán riêng vì mê riêng mùi mùi mất thì chuyện mình chân miền đặc biệt sẽ này còn chu nằm nó sải sang và mang thì prám cứ chụp hai estia chụp estia nó trên pi đòn này ấy nơi năm pi pon đầm bốn năm pi pon một hai pi chụp hai estia đầm bấy đỏ bán toàn là con trăm rồi mấy cha chụp hai sen chân con ấy cái xua rồi rụng một vía cho rụng một đôi vía mong sẽ xe rồi mấy cha chụp hai bạn dân thằng chành do radical em nó thằng chành thì ổ đỡ tới chia xe ổ đỡ bố thực chân oxygen mình ấy như chân thằng gọi kê carbon ẩn là ẩn mà hydrogen pn chạy pi trên nên sợ ẩn chân ô dưỡng ban kháng sẽ đám bảy ẩn chân dưỡng đỏ pi trên nơi còn lại rụng một đo vía bảy ẩn đỏ pi hay ẩn trái chía vì vậy các đó sai lầm hạt đấy cứ thưa tam được biết mà mát ai thưa bạn bay được biết tại dân thưa được biết mà mát những bộ ma mô con bộ ma mô cả lại ná để dân score mà tất cả cho những rule score mà estia cái bộ ma mô estia tới hay việc côn cho mùi mê côn tại mê côn vì mối vì nơi tình đại tổng mà dân score ma mô ma mô man carbonic bộ lại man carbonic score tức bộ lại tất cả dân score lại ma mô man carbonic sai sập buồn mà màu việc côn mùi mê côn ẩn sai sập buồn ẩn tớ nói giờ mà để cái áo đã chỗ máu bây giờ bùn mùi chết sâu tớ móc con thư sầm mát từ này sầm mát máu con khoai nhỏ ẩn đen tay bây giờ ẩn hao dùm nua khó ăn này chứ bán nó dừng ăn từ từ xe tận on nó cà phê kiểu như ăn từ xe đủ monster biết đã miên tận on để mà hắn đi rồi tới ẩn bật cắt thì smart chỉ lấy cù hoàn toàn là không lấy phải vậy mà 4 phí 4 đứa con của môi 7 chân từ thay phải chỉ 4 là đi đùa chẳng để đùa thì họ tốt máu khó nó kia sẽ rút muốn tầm mũi gì rút muốn tầm mũi nó cứ rút muốn để phải chạy tha estia nó bật co làm để này axit nó có lắm miên chừng luôn cả bounce mà khăn đi chân dùng một 10 estia dừng COO prim chân này axit này axit thầm ná này alcohol thầm ná cho niệm này axit đấy kháng này áo alcohol chúng bởi cái việc ta các bounce mà kia luôn thì họ là chấm lại kháng lứa kháng 4 nó tại luôn mình chăm ta mà luôn kết lấy cho đồng hạn này ở kết này hay đừng kết lấy bị chặt còn cả sự bị rồi này bay về chôn đang là công sở lúc phụ này cũng sẽ nữa là công sở này chút toán bị chán cứ kết lấy toàn trong trời bàn lọ thì nó ngày đi khởi đầu hay là thì đọc vì nó nâng kết được chỗ này chứ những mười bởi các báo 4 bên đây tha này xin là copy mà cái thằng này phí cái này phí chân phí dương riêng đụng một viêm ạ chân là này phí là xin ní một giấc phí chẳng thể thấy đại hydrogen nên đồ thì họ tha chấm nói kháng lừa coi với họ khơi 4 đấy đó tại cái này cái gì smart khi nhìn chẳng ai cho khơi xe ăn bỏ video của xe chạy chỉ bị đại gì chân phí buôn thì mua chân từ chứng chạy khi em mình nè môi mình nè pi mình nè bơi mình nè buồn này từ rồi xem chỉ các bọn sẽ đọc dưới rồi khơi tham chạy sẽ đầy anh rồi thì họ đã rồi khơi buồn này những cháu bây giờ mẹ này chồng he rồi bó estia này chẳng tự ăn nó từ xe chồng nói mà nó sao mui trong cào cứ nâng thì đừng nâng bên đi cứ dây bị phenol nó mẹ bà hay là cứ axit á cái xua đó ấy xịt bóng bóng proton và cả đi giống hydronium hay biết giả xịt sao nhưng mưa cả baby trên cái xua đó alpha nâng pH trong toàn để dương tới sắc xa ICE vía ICE với nó dương vợ chứ cầm hạp nó đã khăn nát không còn được cho mà ICE cứ cầm hạp đa hơn cầm hạp đại pro không cái prodicam hay cầm hạp lần nằm ICE sản tuần là ICE đi ICE equilibrium lần nằmซึ่งยังมีกลุ่มฮับดาวโซนติดดาวปมุ้ยในขณะด้านคือตัวนั้นก็ไปบ้านในคือโซนแต่หมอ
ឆ្វេងដកស្ដាំបូកជានិចព្រោះវាប្របែកចេញពីឆ្វេងទៅអ្នកបូកមកនៅដដែលហើយសិក្សាមកកាអាចឹងទៅហើយតម្លៃ x តូចពេកអាចចោលបានយើងអត់ទៅជាប់ឬការ៉េគេឲ្យមក 1.3 ហ្នឹងនៅក្នុងប្រធានហើយ logarit 4.56 កាលណាយើងសិក្សា x ចោលបាន alpha យើងរកទៅត្រូវតែតូចជាង 5% បើរកទៅឃើញធំជាង 5% ការចោលតម្លៃ x របស់យើងវា invalid ដែរអញ្ចឹងដោះស្រាយសារឡើងវិញដោយមិនចោលតម្លៃ x ទេអញ្ចឹងប៉ុណ្ណឹងសម្រាប់វិញ្ញាសាទី4ហ្នឹងណាមានចំណុចអីចាំសួរថាហ្នឹងណាហើយយើងជួបគ្នានៅវិញ្ញាសាទី5ក្រោយទៀតនេះឃ្លាវិញ្ញាសាទី4មកនេះប្រធានប្រយ័ត្នទៅលំហាត់នឹងប្រធាននៅណានេះព្រោះមិញនៅក្បាលវីដេអូរូបប្រាប់ថាប្រធានវាវិញ្ញាសាទី4មាន6រមាំងចឹងបញ្ចប់វិញឲ្យមើលដែរថាអាហ្វានោះអត់មានជាប់ប្រធានជាមួយទេតែអញ្ចឹងកន្លែងហ្នឹងតែប៉ុណ្្នឹង